ជូនរឿងប្រពន្ធមួយរាត្រីភាគទី13ម៉ូលីសំឡេងហៅរៀងញើសញើមួយរយៈនេះមិនលៀនឃើញទឹកមាត់របស់កូនមិនសូវរុះរីមើលទៅដូចជា stress បន្ទាប់ពីការហេតុការណ៍ថ្ងៃនោះហើយនាងក៏មិនហ៊ានសួរនាំព្រោះដឹងច្បាស់ថាកូននៅខឹងនឹងខ្លួនឯងភាគតិចណាស់ដែលម៉ូលីបង្ហាញអារម្មណ៍ខឹងសម្បាឲ្យឃើញមុខរញើពាក្យទៅហើយពេលដែលខឹងគឺពិបាកនឹងបាត់ណាស់កូនម្នាក់នេះហៅថាជាប្រភេទកម្រខឹងតែក៏កម្របាត់ដូចគ្នាទើបបានខឹងបានស្អប់ដល់ណាស់ហើយគឺខឹងពេញមួយជីវិតគាត់ថាបានម៉ៃលីនមិនហ៊ានមកឈប់មកជាមួយនឹងកូនស្រីតាំងពីថ្ងៃត្រឡប់មកពីសមុទ្រតែតាក់គ្នាម្ដងគឺតែងតែគេចខ្សែភ្នែកឬមិនអញ្ចឹងក៏និយាយគ្នាមិនដល់3ប្រយោគក៏ដែរចេញម៉ូលីមកសាក់នៅខុនដូជិតកន្លែងធ្វើការញឹកញាប់ខ្លាំងណាស់តែនាងធ្វើខ្លួនជំនួសស្រឡាញ់ស្ដីភៀមទៅស្នាក់នៅទីនោះមួយឬក៏ពីរអាទិត្យតែមករយៈនេះដូចជានៅយូរជិតមួយខែតែម្ដងមិនលៀនដឹងភ្លាមថាកូនស្រីគិតមកបញ្ចោជួបនាងចានជាងរុកលេះទៅដេកនៅកន្លែងផ្សេងព្រោះមិនត្រូវការឲ្យនាងបង្ខំឬរៀបការជាមួយនឹងចាងកាស៊ីងប៉ុន្តែមកផ្ទះគឺគុំសង្ឃឹមថានៅផ្ទះបាន14ម៉ោងអង្គុយបន្តក្តៅគត់ស៊ូបួផងនាងក៏ចេញទៅបាត់ទៀតហើយបើជាថ្ងៃចុះសម្រាគឺមិនអាចឃើញមុខកូនស្រីក៏ថាបានមិនលៀនមិនដឹងពីមាត់កូនស្រីតែដឹងពីមាត់ស្វាមីថាទៅរកមិត្តភ័ក្តិដែលមានឈ្មោះថាហុងមីជីរាល់ថ្ងៃថែមទាំងគោបំណងដែលទៅព្រោះធុញគឺពេលជួបមុខម្ដាយហើយគិតតែនិយាយរឿងរៀបការរាល់ថ្ងៃតែម្ដងកូនស្រីរបស់នាងប្រហែលជានឿយណាយរហូតដល់ប្រាប់ស្វាមីរបស់នាងថាចង់គេទៅនៅកន្លែងផ្សេងឲ្យដឹងណានៃតែម្ដងមីលៀនទៅដឹងពីអារម្មណ៍របស់កូនស្រីការព្រួយបារម្ភដែលនាងចង់ឲ្យកូនស្រីតាមម្នាក់គត់មានក៏មិនក្រោយនឹងបានអស់បារម្ភបើសិនជាថ្ងៃណាមួយខ្លួនឯងត្រូវចាក់ចេញទៅបែបតន់ហន់នាងនឹងបានស្លាប់ដល់បិទភ្នែកចិត្តតែមានពីអង្គការអ្នកណាទៅដឹងថាបំណងល្អទាំងអស់ដែលខំគូវាហើយវាខ្លាចជាបង្ខំបង្ខំកូនស្រីឲ្យធន់ធន់ម្ដាយម្នាក់នេះទោះមានអារម្មណ៍ថានាងគឺជាម្ដាយដែលយ៉ាប់ខ្លាំងណាស់បង្ខំបង្ខំដល់តែកូនស្រីមិនចង់និយាយជាមួយនាងចេញទៅក្រៅទៀតហើយបន្តិចសំឡេងសួរនាំនោះបែបធម្មតាមិនបានបញ្ឈឺដូចរាល់ដងម៉ូលីឈរនៅមាត់ទ្វារផ្លូវចេញទីគិតថាគួរដែរចេញឬក៏ងាកទៅរកម្ដាយតែឈរនៅក្រៅខ្នងតែហើយជើងឆ្វេងបាយជីថយក្រោយព្រោះគិតថាថ្ងៃនេះគួរតែនិយាយគ្នាឲ្យស្រឡះចិនខ្ញុំមានរឿងចង់និយាយជាមួយម៉ែនេះមិនបានតសំណួររបស់ម្ដាយថាសម្រាប់ចិត្តនិយាយរឿងផ្សេងមេលៀនអាចដឹងថាជារឿងអ្វីទើបតបថាម៉ាក់ក៏មានរឿងនិយាយជាមួយឯងដែរមកនិយាយគ្នាសិនមកពីនេះម្ដាយក៏ម្ដាយគ្នាទៅផ្ទះស្លាប់ខាងឆ្វេងដែលជាបន្ទប់ធំសម្រាប់ទទួលភ្ញៀវហើយពេលដែលអង្គុយបានមួយសន្ទុះម៉ូលីក៏សម្រេចចិត្តនិយាយមុននាងមិនតាមម្ដាយតាមត្រង់ពីអ្វីដែលចង់និយាយយូរហើយក៏ឡងមកព្រោះតែក្រែងចិត្តពីថ្នាក់ណងដល់ល្អវាម្ដាយនឹងអ៊ំទេថ្លៃតែថ្ងៃនេះនាងនិយាយហើយថាមិនចាប់អារម្មណ៍ថ្នាក់ណងរបស់ចាស់ទុំចង់ថាមិនចាប់អារម្មណ៍ពីថ្នាក់ណងរបស់ចាស់ទុំក៏មិនមែនព្រោះតែនាងមើលឃើញថាអ៊ំស្រីនិងម្ដាយរបស់នាងទៅវិញទេតែធ្វើរឿងមិនត្រឹមត្រូវខ្ញុំមករៀបការមកចប់ពីមិនសាប់ក៏ពូតូចជីវិតគឺជារបស់ខ្ញុំសុំទៅចោះក៏បង្ខំខ្ញុំហើយយករឿងយកដល់ម៉ាក់យកដល់អ៊ំស្រីយកដល់តែតំណងទៅកោទាំងពីរឈ្គល់ឡាប់ស្អីហេតុផលនោះគឺជាការបង្កប់ដល់ប្រយោជន៍ទេវាប្រាប់បានពីអង្គការម៉ាក់ដឹងម៉ូលីម៉ាក់ដឹងហើយថាបើដែលម៉ាក់ធ្វើគឺជាការបង្កប់បង្ខំបើដែលម៉ាក់ចង់ប្រាប់កូនចាប់ពីពេលនេះទៅគឺគ្មានទៀតនោះទេកូនស្រឡាញ់សេរីភាពម៉ាក់នឹងមិនបង្រត់សេរីភាពពីកូនទៀតទេម៉ាក់សុំទោសតមាត់របស់មីលៀនតកសៅម៉ូលីឃើញតមាត់របស់ម្ដាយដែលមានអារម្មណ៍ដឹងខុសក៏មានអារម្មណ៍ថាពាក្យសម្ដីរបស់ខ្លួនឯងរៀងធ្ងន់ពេកហើយទៅសម្រួលសំឡេងសម្រួលអារម្មណ៍ខ្លួនឯងឲ្យធម្មតាម៉ាក់ដឹងទេបើម៉ាក់បង្ខំខ្ញុំរៀបការជាមួយពូតូចវានឹងមានរឿងអ្វីកើតឡើងចំពោះខ្ញុំជីវិតគូនឹងបរាជ័យព្រោះមនុស្សមិនឆ្លាញ់គ្នារស់នៅជាមួយគ្នាមិនបាននោះទេរៀបការហើយក៏ទៅលែងលះគ្នាខ្ញុំនឹងខ្លាចជាស្ត្រីមេម៉ាយតែមានពីរនាក់ទៀតដែលមានបញ្ហាជាខ្ញុំទៅទៀតឯងចាំមានន័យថាម៉េចមីលៀនមិនយល់ម៉ូលីសម្រេចចិត្តហើយថានឹងនិយាយប្រាប់ម្ដាយទាំងអស់ខែលោអ្នកម្ដាយបានយល់ខ្លាំងមីងជាមិត្តរបស់ខ្ញុំបើខ្ញុំរៀបការជាមួយពូតូចនាងច្បាស់ជាស្លាប់ហើយបីក៏ទៅស្លាប់អ្នកម្ដាយមានតមុខញាប់នឹងពីស្លាប់នេះមីងជាមានតែពូជាមួយពូតូចបើខ្ញុំត្រូវមកចាប់រៀបការជាមួយគាត់កូនរបស់មីងជាប្រកាសជាខ្លាចជាកូនគ្មានឪពុកពេលបានលើបែបនោះស្ត្រីចំណាស់ក៏លើកដៃសៀបទុងដោយការញាប់មានផ្ទៃពោះសំឡេងស្នេហ៍សួរខ្លាំងដល់ថ្នាក់អ្នកម្ខាងទៀតរហ័សលើកដៃបិទទៅជីព្រោះទ្រាំនឹងសំឡេងទំហឹករបស់ស្វាមីមិនបានធានមី
មើលស្វាមើលដែរទាំងញញឹមញញែមទាំងលោតកញ្ចក់ដូចកូនក្មេងហើយក៏ញញឹមតើចាំមានសេចក្តីសុខអូមានផ្ទៃពុះនាងអះអាម្ដងទៀតបន្ទាប់ពីមានអាការៈវឹងមុខមិនសុខខ្លួនតាំងពីទៅដើរលេងសមុទ្រទៅតែពី3ថ្ងៃមុននេះនាងក៏សម្រេចចិត្តទៅរកពេទ្យហើយក៏បានដឹងថាខ្លួនឯងមានផ្ទៃពុះមូលហេតុដែលនាងមានអាការៈវឹងមុខញឹកញាប់ព្រោះកំពុងតែមានកូននេះឯងនាងកំពុងតែមានកូនដែលជាច្រវាក់ចងចិត្តហើយក៏រំភើបចិត្តដែលចិត្តខ្លាចជាម្ដាយរបស់គេកើសិងដើរឡើងមកបន្ទប់របស់ខ្លួនឯងដោយអាការៈដូចមនុស្សមកមើលព្រោះគេមិនបានដេកមិនបានពួនពេញមួយយប់ប្រសានៅយាមមីងជីយាននៅមុខបន្ទប់របស់នាងដូចមនុស្សឈួនគេចំណាយចិត្តណាស់ពេលបានលើសំឡេងសែកសើចសប្បាយរបស់ក្មួយស្រីនិងពុយប្រសាទើបដើរទៅគោះទ្វីពុយប្រសាជាអ្នកដើរមកបើកទ្វីស្វាគមន៍អ្នកដែលមកលេងពេលឃើញថាជានរណាបបិនក៏រាក់ទាកើសិងសង្កេតឃើញទឹកមុខនៅម្ខាងទៀតនៅតែរីករាយញញឹមញញែមានសេចក្តីសុខផុសពីគេដែលបៀមទុំសួស្តីលោកពូទៅតែមកវិញឬព្រោះមិនឃើញកើសិងមកផ្ទះច្រើនថ្ងៃតាំងពីថ្ងៃទៅលេងសមុទ្រទើបឃើញគឺថ្ងៃនេះឯងចំណែកកើសិងក៏ងក់ក្បាលទទួលថាម្យ៉ាងមិនហ៊ាននិយាយពីរឿងខ្លួនឯងដែលទៅអ្នកម្ខាងទៀតស៊ូនេះចំមកនោះជាហើយទៅនៅព្រោះចាំបានថាមុនត្រឡប់មកពីសមុទ្រធានមីឈឺទៅគេសួរនៅក្មួយប្រសាហើយក៏អាចរកមើលក្មួយស្រីក្នុងបន្ទប់ពុសន្ទុះក៏បានលើសំឡេងក្អួតចេញពីបន្ទប់ទឹកបើសិនជាមិនឃើញតាក់មកមានក្តីសុខរបស់ក្មួយប្រសាមួយនេះការសិមប្រហែលជាស្ទុះទៅ3ក្មួយស្រីឡើងឡានទៅមន្ទីរពេទ្យទៅហើយព្រោះមកទៅក្មួយប្រសាដូចជាមិនអន្តរសាអីសោះបើវិញប្រពន្ធឯងគុណធ្ងរថ្នាក់នេះនាំទៅពេទ្យហើយទៅនឹងទៅរួចហើយលោកពូទៅហើយនោះហើយពេទ្យថាមិនយ៉ាងមិនដែរឲ្យតាមវ័យខ្លាំងមកលេបហើយពីថ្ងៃនេះនៅតែមិនក្រោយបានទៀតឬដំបងគឺបែបនេះឯលោកពូតំបន់របស់បើវិញធ្វើឲ្យលោកពូកំឡោះមិនយល់ថាគឺជាអ្វីតែដែលច្បាស់នោះគឺគេបារម្ភពីការៈក្មួយស្រីរហូតដល់អន្តរសាចង់នាំទៅមន្ទីរពេទ្យដោយខ្លួនឯងធ្វើឲ្យធានមីទៅលើកដៃហាមថែមទាំងធ្វើរឹកហាក់ដូចជាមិនចង់ឲ្យលោកពូវត្តវិរវល់នឹងអាការៈប្តីប្រពន្ធរបស់ខ្លួនទៀតផងការសិនមានអារម្មណ៍ថាខ្លួនឯងគឺជាអ្នកក្រៅមកគូស្វាមីភរិយាដែលដូចជាមានអាចកំបាំងមិនក្តៅក្រហាយនឹងអាការៈឈឺកាត់របស់ខ្លួនឯងខុសពីគេដែលខំព្រួយបារម្ភពីក្មួយសម្លាញ់លោកពូមិនបាច់បារម្ភទេខ្ញុំមិនអីនោះទេមួយរយៈនេះខ្ញុំគ្រាន់តែចាញ់ខ្លាំងប៉ុណ្ណោះខ្ញុំត្រំបាទចាញ់អីមិនន័យថាមិននិយាយស្ដីឲ្យពូឆ្ងល់ហើយនេះគេចេញមកឈររៀងឆ្ងាយបន្តិចពីក្មួយទាំងពីរបណ្ដាឲ្យស្វាមីរបស់នាងមើលថែប្រពន្ធបើវ៉ាន់នឹងធានមើលនឹងញើមើលមកគ្នាហើយបើវ៉ាន់ក៏ងាកមករកពូថ្លៃមីមានផ្ទៃពុះការសៀងសួរបញ្ជាក់ដូចបានប្រកាសចិនបាទទៅពិនិត្យការពិព្រឹកមីមានផ្ទៃពុះយើងកំពុងតែមានកូនហើយលោកពូក៏កំពុងតែមានចៅការសៀងស្ដាប់ហើយក៏នៅស្ងៀមដូចកំពុងរីកឹតមែនធានមីមានផ្ទៃពុះមកសិទ្ធរបស់គេកំពុងតែមានចៅឲ្យគេនៅខណៈដែលគេប្រពន្ធរបស់គេនៅឯណានាងយកបេះដូងរបស់គេទៅចោលនៅឯណាការសៀងមានអារម្មណ៍ថាចំណែកនឹងក្រុមគ្រួសារដែលសម្បូរបែបរបស់ក្មួយស្រីមកចុះក្មួយស្រីកំពុងតែមានកូនចំណែកគេដែលចង់មានសឹងតែដាច់ខ្យល់បើជាគ្មានសេនាព្រមបង្កាត់កូនឲ្យគេសោះនាងចេះតែរត់គេចពីគេនាងស្អប់គេហើយធានមិនរត់ចូលបន្ទប់តាំងម្ដងទៀតបបិនក៏ប្រាប់ថាភរិយាកំពុងតែចាញ់ខ្លាំងការសៀងតាមមើលកំឡោះក្រមុំដែលមើលថែគ្នាបានល្អគួរឲ្យស្រឡាញ់ហើយក៏ងាកមកមើលខ្លួនឯងសួរខ្លួនឯងថាគេតបចូលចិត្តទុកដាក់ចំពោះអ្នកណាឬទេបើតាមដែលនឹកឃើញគឺមិនធ្លាប់នោះទេអូគេចាំបានម្ដងមើលថែនេះគេមើលថែមីងជីពេលដែលនាងមិនសុខខ្លួនគេនៅចាំបានថែអារម្មណ៍ដែលបារម្ភពីនាងបានបារម្ភរហូតដល់ខ្វល់ខ្វាយញ៉ាំមិនបានដេកមិនលុះដូចមនុស្សការរោគចិត្តប្រហែលជារោគបេះដូងព្រះសាមទេដឹងគេបារម្ភខ្លាំងណាស់ពេលដែលមីងជីមិនសុខខ្លួននាងរត់ចូលបន្ទប់ទឹកបែបនេះដូចធានមីតែម្ដងដោយដល់ថ្នាក់គេចាប់តាមសង្ស័យចំពោះហេតុការណ៍នោះធានមីចាញ់កូនធានមីក្អួតចង្អោរអាការៈស្ដីនឹងមីងជីពេលដែលនៅនឹងសមុទ្រងាប់ហើយគេខ្លាចជំនឿល្ងងតាំងពីពេលណាគេល្ងងខ្លាំងណាស់ខ្សែល្ងងមិនក៏មិនដឹងថាមីងជីឈឺជំងឺអីមិនក៏មិនដឹងថាពេលដែលដំណើរទៅមន្ទីរពេទ្យនាងក៏ហក់គេបិទបាំងគេធ្វើអ្វីគេល្ងងខ្លាំងណាស់តែមិនដឹងថាប្រពន្ធខ្លួនឯងមានផ្ទៃពោះមែនហើយមីងជីមានផ្ទៃពោះគេប្រកាសចិត្តតាមរយៈអាការៈរបស់នាងដែលបង្ហាញឲ្យឃើញម្យ៉ាងទៀតទឹកមុខពលឺភ្នែករបស់នាងពេលដែលនិយាយដេញគេចេញប្រហែលមិនមែនមកពីមិនចង់ឃើញមុខគេទេម្យ៉ាងទៀតទេតែប្រហែលជាមានចេតនាបិទបាំងរឿងនោះតែម្ដងគេបែរក្តារស្ទុះចេញពីផ្ទះនៅខណៈដែលបវ៉ាន់ស្ទែកសួរសឹងតែមិនទាន់ថាចេញទៅណាតែដែលទៅតែមកដោះសោះអ្នកកំឡុងមិនចាប់អារម្មណ៍អ្វីទៀតទេមិនចាប់អារម្មណ៍ទេ
ថាថ្ងៃនេះបងប្រុសខឹងដែលគេធ្វើគ្រប់តែផ្ដាស់មិនចូលទៅការថ្ងៃនេះគេត្រូវតែទៅសួរយកការពិតពីមីងជីឲ្យដឹងថាអាការៈដែលនាងចេញចូលបន្ទប់ទឹកញឹកញាប់វិលមកគួរចង្អោពេលញ៉ាំអាហារដូចរៀងកាយតតាំងនឹងសារធាតុអស់ទាំងនោះវាគឺជាអាការៈរបស់អ្នកមានផ្ទៃពោះមែនឬទេវាមិនចាំបាច់សួរក៏ដឹងដល់ខ្លួនឯងបានគេដឹងថានាងមានផ្ទៃពោះតែមិនប្រាប់គេហើយពេលដែលគេព្យាយាមចាប់បង្ខំនាងក៏យំនាងក៏ឈឺចាប់ពេញរាងកាយអូយចាំងកាស៊ីងអាល្ងងចាំងកាស៊ីងជេរខ្លួនឯងមិនដឹងថាជាប្រមាណលើប្រមាណសានោះទេគេបើកឡានកុងទ័រលឿនប៉ុន្មានក៏មិនអាចដឹងបានមកដឹងខ្លួនម្ដងទៀតពេលដែលខ្លួនឯងនៅមុខអាផាតមិនរបស់មីងជីពេលឡើងទៅដល់បន្ទប់ដែលគិតថានាងគួរតែនឹងតែពេលដែលមកដល់គឺគិតថាចូលសួរនេះរាល់ដងបែរជាទៅសួរនោះឈប់សន្លប់លោកមករកណាមីងជីហៅមកនិយាយនៅទីហៅមកនិយាយណាបន្ទប់ណាស្ទើរម្នាក់នោះមានតំណែងជាអ្នកចាត់ការបន្ទប់តាមធម្មតាមិនសូវបានជិះជាប់អាផាតមិនមួយនេះប៉ុន្មានអង្គុយរាប់លុយគិតបញ្ជាថ្លៃទឹកថ្លៃភ្លើងមួយខែតែប៉ុណ្ណោះគឺមើលអ្នកម្ខាងទៀតហាក់ដូចកំពុងតែសួរថាសេមអ្នកនេះជាណាអ្នកកំឡោះប្រាប់លេបន្ទប់របស់មីងជីអ្នកម្ខាងនោះក៏ខ្សែអូទើបតែនឹកឃើញហើយក៏ប្រាប់ថាហៅមីងជីចេញទៅក្រៅតាំងពីព្រឹកម្លេះអញ្ចឹងឬគេស្ដាយខ្លាំងណាស់គេចង់ជួបនាងសឹងតែដែរខ្ចោះប៉ុន្តែមិនដឹងថានាងចេញទៅណាកាស៊ីមិនធ្លាប់ដឹងព័ត៌មានពាក់ព័ន្ធនឹងនាងអីបន្តិចទើបតែនឹកឃើញនាងអាចនឹងទៅធ្វើការមែននាងអាចទៅធ្វើការគេរកទស្សន័យតាមអ៊ីនធឺណិតពីទូរស័ព្ទដៃហើយក៏តាក់ទងទៅកន្លែងធ្វើការរបស់នាងភ្លាមរងចាំម្ដង1នាទីប្រព័ន្ធស្វ័យប្រវត្តិក៏តបទទួលគេអន្តរសាមិនចង់រងចាំសូម្បីតែ1វិនាទីទើបធ្វើដំណើរទៅក្រុមហ៊ុនគេដើរទៅដើរមកនៅមិនសោះរហូតដល់អ្នកចុងខ្សែទទួលការស៊ីមិនរងចាំយូរសួររកបុគ្គលិកដែលគិតថាគួរតែនៅកន្លែងនោះសាកសួរពីផ្នែកដែលនាងធ្វើការតែបើដែលទទួលបានខ្លាចជាថាសុំទោសហូមីងជីមិនបានមកធ្វើការនាងឈឺគេសឹងតែឈួនពេលមិនបានជួបនាងដូចចិត្តប្រាថ្នាគេអន្តរសានៅមិនសុខចង់ដឹងថានាងនៅកន្លែងណាបាត់ទៅណាគេមិនអាចរកនាងឃើញនោះទេនាងកំឡុងមិនដឹងថាទៅរកនាងនៅឯណាប្រពន្ធមួយទៅត្រីរបស់គេប្រពន្ធដែលគេចង់នៅក្បែរនាងមួយជីវិតនាងនៅឯណាលោកសំឡេងហើរមកលើនៅក្រៅខ្នងខណៈដែលកាស៊ីងកំពុងតែគិតហើយគេក៏ងាកទៅរកលោកទៅជាស្អីនឹងនាងមិត្តភក្តិឬជាអ្វីផ្សេងសំណួររៀងគ្មានមយិតបន្តិចតែគេបែរជាតបដល់ទឹកមុខតាត់ទឹកខ្ញុំជាសង្សាររបស់នាងគេតបពេញពាក្យពេញសម្ដីមិនចាប់អារម្មណ៍ទេថានាងព្រមទទួលយកឋានៈនេះឬអត់តែដែលច្បាស់នោះគឺគេតែងតាំងខ្លួនឯងរួចរាល់ទៅហើយអបាញ់មិញមានទូរស័ព្ទពីម្ដាយរបស់នាងសួរថាកូនសេនៅឬអត់តែមកតាំងពីព្រឹកប្រាប់ថាទេទៅរកមីងជាមិនចុះលោកតាក់ទងសង្សារលោកបានដែរទេបើមិនបានជួយទេទៅប្រាប់នាងផងអ្នកកំឡោះចាប់ដើមចម្លែកចិត្តគេជ្រួតចិញ្ចាំដើរទៅរកសេម្នាក់ដូចម្ដងទៀតខ្ញុំក៏តាក់ទងនាងមិនបានដែរអញ្ចឹងសម្លេងទូរស័ព្ទអ្នកផ្ទះរបស់នាងបន្តិចបានទេពេលដែលបានលេខហើយគេក៏មករងចាំយូរឲ្យខាត់ពីដើរទៅអង្គុយក្នុងឡានអំឡុងពេលដែលរងចាំអ្នកចុងខ្សែទទួលហើយមិនដល់1នាទីក៏មានអ្នកទទួលជាសម្លេងមនុស្សស្រីដែលគេដៅបានថាគួរតែជាសាច់ញាតិឬអាចចំដានរបស់មីងជីគេនៅស្ងៀមមួយដង្ហើមមិនព្រមនិយាយអ្វីខណៈដែលអ្នកម្ខាងទៀតសៃសួរជាលើកទី2ទៅគេតសួស្ដីសម្លេងនោះគឺជាសម្លេងមនុស្សប្រុសស្ដាប់ហើយថៃយ៉ាងក៏ជួសចិញ្ចាំព្រោះកំពុងតែរងចាំទូរស័ព្ទពីកូនស្រីដោយសារបារម្ភដែលតាក់ទងយ៉ាងណាក៏តាក់ទងមិនបានពេលដឹងថាមិនមែនជាកូនស្រីអ្នកស្រីក៏អស់សង្ឃឹមការស៊ីមិនរងចាំយូរគេណែនាំខ្លួនឯងថាទាំងប្រាប់ទៀតថាជាគូស្នេហ៍របស់មីងជីធ្វើឲ្យថៃយ៉ាងជួសចិញ្ចាំដោយការចំណាយចិត្តព្រោះបន្ទាប់ដឹងទេថាកូនស្រីមានសង្សារការពិតការចង់ដេញដោលប្រវត្តិឲ្យច្រើនជាងនេះតែពេលអន្តរសាចង់ប្រាប់រឿងអ្នកផ្ទះមុខកាលនេះនាងមានរឿងច្រើនចង់ប្រាប់ទាំងរឿងរបស់យាយហុងបន្ទាប់ពីលួចលុយរបស់ចៅមកសុកកំណាត់វិញក៏កើតរឿងកិច្ចទៅលេងល្បែងនៅបលល្បែងច្រើនថ្ងៃហើយក៏ទៅប៉ូលីសទៅកសោបចាប់ឲ្យដេកគុកអស់ច្រើនយប់ហើយខាងប៉ូលីសទៅតែប្រាប់ថាម្ដាយរបស់នាងឈឺខ្លាំងរហូតដល់ត្រូវបញ្ជូនទៅមន្ទីរពេទ្យហើយដំណឹងបន្ទាប់ដែលទទួលបានគ្រូយាយហុងទៅការវះកាត់គ្រូក្នុងដំណឹងនោះថៃយ៉ាងឃើញសភាពរបស់ម្ដាយដេកសេកធ្ងរដោយការឈឺចាប់ក៏មិនដឹងថាអាណិតឬសំមុខទៅល្អបន្ទាប់ពីនោះបណ្ដោះពីថ្ងៃក៏ដូចជាទៅសេកដាក់អរិយធ្វើពេលដែលបងប្រុសធ្លាក់ខ្លួនឈឺម្នាក់ទៀតដោយសារតែមុននេះគ្រប់ស្រែច្រើនពេកនេះបានប្រាប់រឿងនេះដល់កូនស្រីរួមទាំងថ្លៃព្យាបាលដែលមិនទាន់ចាយវីការពិតនាងក៏មិនចោលរំខានមីងជីតែលើកនេះមិនដឹងថាដោះស្រាយយ៉ាងណាបើបានប្រាប់ឃើញថាលើកនេះនឹងមានមួយក្នុងចំណោម2នាក់ដែលត្រូវស្លាប់នាងបាននិយាយជាមួយកូនស្រីកាលពីយប់អាធ្រាត្រមុនពេលព្រឹកឡើង
មានយាកូវេលុយមកឲ្យគ្រប់យ៉ាងរៀបរយគ្មានបញ្ហានោះទេបើមិនដោយសារថ្ងៃនេះនាងទៅប្រាប់ដំណឹងនេះដល់កូនស្រីតែក៏មិនជួបគ្មានអ្នកណាលើទូរស័ព្ទទៅចង់100ដងទៅហើយបាត់តពីព្រឹកឬកើស៊ីងសួរបញ្ជាក់ម្ដងទៀតចាស់ចឹងណាពឹងលោកជួយតាមលោកនាងឲ្យបានទេមិនធ្លាប់បាត់យូរបែបនេះបើលោកជាសង្សាររបស់នាងជួយមើលថែនាងឲ្យខ្ញុំផងអ្នកម្ដាយអស់ផ្លូវដល់ថ្នាក់ពឹងអ្នកនៅទីក្រុងឲ្យជួយមើលថែកូនស្រីរបស់ខ្លួនកើស៊ីងមានអារម្មណ៍សោកស្ដាយដែលត្រូវកុហកព្រោះបើសិនម្ដាយរបស់មីយាដឹងថាគេជាអ្នកធ្វើបាបកូនស្រីរបស់គាត់មិនដឹងថាម្ដាយនិយាយល្អដាក់ខ្លួនបែបនេះឬអត់នោះទេមិនបាច់បារម្ភទេខ្ញុំនឹងមើលថែគេមីយាស្រាប់ទៅខ្ញុំនឹងទៅវិញម្ដងទៀតលីហើយកើស៊ីងដាក់ទូរស័ព្ទចុះគេតែភ្ញាក់ផ្អើលចំពោះដំណើររបស់លោកយាយហុងនិងរឿងរ៉ាវរបស់ក្រុមគ្រួសាររបស់នាងគេអង្គុយគិតថានាងបាត់ទៅណាគេតបញ្ញាអស់ផ្លូវប៉ុន្តែភ្លាមនោះក៏នឹកឃើញដល់ម៉ូលីមែនហើយជាងការនាងយាអាចទៅរកម៉ូលីនៅពេលនេះអ្នកកំឡោះដែលញ៉ាំបានព្រោះមិនដឹងថាខ្លួនឯងភ្លេចម៉ូលីបានយ៉ាងម៉េចមិនយូរប៉ុន្មានគេក៏ទៅរកម៉ូលីភ្លាមមិនចាប់អារម្មណ៍ទេថាពេលនេះអ្នកមកខាងទៀតនៅខឹងមិនចង់និយាយរកឬក៏អន់សូមត្រឹមតែពេលនេះបានដឹងថាមានញាតិនៅជាមួយម៉ូលីដែលសុខភាពគ្មានរឿងអាក្រក់អីកើតឡើងគឺគ្រប់គ្រាន់ហើយមិនបានតែមកសួរខ្ញុំមិននឹងដឹងទៅពេលដែលទទួលទូរស័ព្ទក៏ត្រូវការសិងសួររកមានជាភ្លាមម៉ូលីខ្ញុំសុំអង្វររឿងនេះគឺជារឿងធំមានជាបាត់ខ្លួនពេលនេះខ្ញុំនៅមុខបន្ទប់របស់មីជីអ្នកចាត់ការទីនេះប្រាប់ថាមិននៅជិះនៅខាងក្រៅតាំងពីព្រឹកខ្ញុំសង្ស័យថាមានរឿងមិនល្អកើតឡើងសំឡេង stress របស់អ្នកដើមខ្សែធ្វើឲ្យម៉ូលីតាមតឹងតាមដែរព្រោះបារម្ភពីមិនការប៉ັດនាងខាត់តាក់តងមីជាមួយអាទិត្យទៅហើយទៅមិនអាចឲ្យចម្លើយបានខ្ញុំក៏មិនដឹងដូចគ្នាថាមីទៅនេះនាងមិនបានមករកខ្ញុំហេតុអ្វីមានអ្វីកើតឡើងមករបស់មីទេមកក៏តាក់តងកូនស្រីមិនបានទៅមិនចង់ជួបអ្នកណានៅពេលនេះមីអាច stress ណែម៉ូលីរីគិតហើយគាត់ប្រាប់តងstress រឿងអីទៅគឺរឿងពីតារបស់ម៉ូលីទីហើយបើមិននឹកឃើញថាកុំប្រាប់អ្នកណានោះគឺរបស់មីរឿងអីរឿងហើយសុកម៉ូលីក៏នឹកឃើញដែរមីបាត់ខ្លួនមានប្រកាសជាថាសេះរឿងកូនមិនតន់ត្រៀមការរួចរាល់ក្នុងការធ្វើជាម្ដាយនោះអាចជាមូលហេតុធ្វើឲ្យមីជ្រើសរើសគិតខ្លួនមិនចង់នៅត្រង់ត្រែនឹងទុកសោកទៀតម៉ូលីចាប់ដើមគិតនឹងគាត់ហើយក៏ស្ទូងងើបព្រាមពេលដែលនៅឃើញមីមិនអាចថាមិនទៅការកូនដាក់បាត់ខ្លួនអាចទៅយកកូនចេញកថាបានស្លាប់ច្បាស់ជាស្លាប់ស្អីគេម៉ូលីតែណាស្លាប់ការស៊ីងវិញមៀងដែលសុកតែចង់ខ្សែស្អីប្រាប់បែបនេះពេលនេះពូតូចនៅអាផាតមិនមីមែនទេចាំនៅទីនោះហើយខ្ញុំទៅរកពូហើយនឹងបានដឹងថាមីទៅណាមករងចាំចម្លើយម៉ូលីក៏ដាក់ទូរស័ព្ទចុះសម្រាប់ចិត្តរត់ចេញពីក្រុមហ៊ុនបើកឡានមកអាផាតមិនរបស់មិត្តសម្លាញ់ពេលមកដល់ឃើញការស៊ីងដើរទៅដើរមកដូចកណ្ដោជាប់អង្គុកពេលជួបមកគ្នាម៉ូលីក៏ភ្លេចរឿងរ៉ាវផ្សេងទៀតឲ្យឈឹងចាប់បានត្រឹមតែថាពេលនេះមិត្តរបស់នាងបានបាត់ខ្លួនអាចទៅ clinic ណាមួយខ្ញុំមានកូនសោបន្ទាត់របស់មីយើងចូលទៅមើលទៅក្រែងនោះមានតម្រូវអីឲ្យយើងតាមរកនេះការស៊ីងងក់ក្បាលការប៉ັດគេចង់រាប់ថាគេមានកូនសោដូចគ្នាតែមិនចង់ខាតពេលអធិប្បាយទៅមិននិយាយអ្វីហើយរត់តាមម៉ូលីឡើងទៅខាងលើភេវនីសុំឲ្យបានជួបនឹងតម្រូវម្យ៉ាងពេលដែលចាក់សោចូលទៅម៉ូលីក៏សំណងមើលជំវិញបន្ទប់បើដំបូងដែលឃើញគឺទូរស័ព្ទដែលរបស់មិត្តសម្លាញ់ជួយបាក់មើលក៏ឃើញលេខដែលមិនបានទទួលចិត្ត100ដងទេដឹងនៅក្នុងនោះមានលេខរបស់កាស៊ីងលើផ្ទះកណ្ដាលក្រោយមកនាងក៏ឃើញថងថ្នាំប្រកាសណាស់ថាថងថ្នាំទាំងនោះគឺជាថ្នាំរក្សាកដែលពេលនេះជាចាត់ថាកាស៊ីងក៏ឃើញដូចគ្នាគេដឹងឬហើយម៉ូលីមើលទឹកមាត់របស់គេពេលដែលយកវាមកមើលមានផ្ទៃពោះមានជាតិមានផ្ទៃពោះម៉ូលីងាកទៅមើលអ្នកម្ខាងទៀតមុននឹងងក់ក្បាលអាងមែនមានជាតិមានផ្ទៃពោះទៅគេព្យាយាមគេពីពោះនេះគឺជាការអាងដែលកាស៊ីងមិនដឹងថាគួរសប្បាយចិត្តឬខូចចិត្តសប្បាយចិត្តដែលដឹងថាខ្លួនឯងកំពុងតែមានកូនតែខូចចិត្តដែលមិនបានដឹងពីមាត់ម៉ាក់របស់កូនថែមទាំងពេលនេះនាងបាត់ខ្លួនរហូតដល់គេនៅមិនសុខហើយពេលនោះឯងក៏លេចទៅឃើញវិញម្យ៉ាងអ្នកកំឡោយកក្តារមួយសន្លឹកនោះមកមើលដៅថាម្ចាស់បន្ទប់ប្រហែលជាព្រិនយកមកមើលទៅរណែកឲ្យច្បាស់គេសំណងមើលតួអក្សរដែលអក្សរនីមួយៗធ្វើឲ្យបេះដូងរបស់គេសឹងតែឈប់លោតលោតដល់តួអក្សរចង្ក្រាវាប្រាប់ទីកន្លែងមួយតែមើលតាមផ្លូវគេដឹងទៅហើយពេលដឹងហើយគេលុះប្រលឹងដែលសារពាក្យនោះគឺជា clinic រំលូតកូនគេញ័រដៃញ័រជើង
យករត់ណាម៉ូលីទៅហាមកស៊ូហើយពេលដែលមិនបានទទួលចម្លើយក៏យកមកមើលដោយខ្លួនឯងហើយធ្វើឲ្យនាងស្លុតទូគ្នានៅវិនាទីនោះកាស៊ីងតាំងស្មារតីបានក៏រត់ចេញពីបន្ទប់ភ្លាមដែលមានម៉ូលីរត់តាមពីក្រោយសឹងតែបន្ទាន់ហើយក៏លួចឡើងឡានរបស់អ្នកកំឡោះដែលបើកទៅក្នុងល្បឿនលឿនហួសការកំណត់ម៉ូលីមិនធ្លាប់ឃើញកាស៊ីមហាការៈបែបនេះនិយាយឲ្យត្រូវគឺគេមិនធ្លាប់ចលាចលអត់ស្លាកស្មារតីមកនៅក្នុងខ្លួនបែបនេះពូតូចខ្ញុំមិនតន់ចង់ស្លាប់ធ្វើចិត្តអត់ត្រជាក់សិនបានទេបើពេលធម្មតាកាស៊ីប្រហែលជាងើយមុខសោយព្រមទាំងងក់ក្បាលប្រាប់យ៉ាងសុភាពថាម៉ូលីខ្ញុំសុំទោសខ្ញុំជាមនុស្សឆេះឆាវយុវវ័យគឺជាក្តាប់បែបនេះហើយព្រមទាំងបន្ថយល្បឿនតាមការគូតែពេលនេះគ្មានអារម្មណ៍មកលេងសើចអីទៀតនោះទេជីវិតពីរដែលគេបារម្ភពីបំផ្លាញភាពរីករាយរបស់គេអត់ទៅហើយចិត្តទៅចាប់មិនបានទេម៉ូលីនោះគឺជាកូនរបស់ខ្ញុំប្រពន្ធរបស់ខ្ញុំចម្លើយនោះធ្វើឲ្យម៉ូលីទៅអង្គុយតង់ឡានសម្លឹងមុខអ្នកបើកបរដោយការចម្លែកចិត្តមិនស្មានថាមានម្ដងក្នុងជីវិតបានលឺចាកាស៊ីងនិយាយប្រយោគនេះពេលនេះនាងសឹងតែប្រកាសចិត្តហើយប្រកាសចិត្តយ៉ាងខ្លាំងកាស៊ីងស្រឡាញ់មីងជីនាងមិនមកមិនកមិនតវ៉ាអីទៀតរហូតដល់កាស៊ីងបង្ហោះឡានមកដល់គោលដៅពេលដែលចតឡានរួចរាល់គេក៏ចោះពីឡានរត់ចូលទៅក្នុងអគារនោះ